រៀបសួរ and សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្រៀនអ្នកនរគ្នាពី Lecture Note 3 ដែលនិយាយអំពីការ backup ឬក៏ការ compressing នៅក្នុង line note CentOS របស់ពួកយើងដែលជាក់ស្ដែងនៅក្នុង server ដូចជាទៅលើ ថាដើម្បី combine file ឬក៏ folder យើងប្រើទៅលើ gzip bzip ដើម្បី compress ដូចជាយើងប្រើទៅលើ zip ឬក៏ unzip វិញដើម្បី combine បូកជាមួយនឹង compress និងការដកចេញដូចជា extract .tar.gzip ឬក៏ tar.bzip2 ជាដំបូងខ្ញុំនឹងធ្វើការបង្ហាញ folder បច្ចុប្បន្នដែលយើងមានអីខ្លះបច្ចុប្បន្នយើងមានមួយចំនួនបែបនេះបន្ទាប់មកខ្ញុំធ្វើការបង្កើត file 2ដើម្បីធ្វើការដំណើរការ test ឲ្យអ្នកនរគ្នាមើលខ្ញុំធ្វើការ touch file1.txt file2.txt តោះមកខ្ញុំធ្វើការ clear វាសិនមកបន្ទាប់ពីខ្ញុំធ្វើការ clear វាហើយខ្ញុំនឹងធ្វើការបង្កើត folder 2ទៀតដើម្បីធ្វើការ test ដូចគ្នាធ្វើការ make dir មក dir1 dir2 អូខេខ្ញុំធ្វើការបង្ហាញវាមកវានឹងឃើញឲ្យថា file1.txt file2.txt គឺជា file ដែលយើងបង្កើតមុនហ្នឹងនិងមួយទៀតគឺ dir1 dir2 ដែលជា folder ដែលយើងបង្កើតមុននឹងដូចគ្នាដើម្បីយើងធ្វើការថានឹង compressing វាយើងត្រូវយល់ពីថាcomment ថាហ្នឹងមានថាម៉េចវាជា tool សម្រាប់បង្រួម file ហ្នឹងនិង folder ច្រើនទៅជា file តែមួយឥឡូវយើងធ្វើការថាវាបន្ទាប់មកយើងនឹង create ថាដើម្បី combine file វាយើងប្រើ command line ថា cvf ដោយ c ហ្នឹងវាមានថាជា create ឬក៏ combine v ហ្នឹងគឺជា verbose ហើយ file ហ្នឹងគឺជា file name cvf ខ្ញុំដាក់ឈ្មោះថា backup.tar ខ្ញុំធ្វើការ combine វា file1.txt file2.txt ហើយជាមួយនឹង folder 2ដូចគ្នា dir1 dir2 វានឹងឃើញបែបនេះតោះមកខ្ញុំធ្វើការ clear វាមួយសិនខ្ញុំធ្វើការ ls option.l វានឹងឃើញនេះថាវាមាន backup.tar នេះ backup.tar ហ្នឹងវាគឺជា file តែមួយដែលមាន file1 file2 ជាមួយនឹង folder dir1 dir2 នៅក្នុងហ្នឹងឥឡូវហ្នឹងយើងនឹងបង្ហាញថាហ្នឹងមានតើនៅក្នុងហ្នឹងប៉ិតឬក៏អត់ដើម្បីចង់ដឹងវាខ្ញុំនឹងលុប file និង folder ដើមរបស់វាសិនខ្ញុំធ្វើការលុបfile1.txt file2.txt នេះគឺជា file ខ្ញុំ file ដើមរបស់វាដែលយើងធ្វើការលុបវាដើម្បីយើងការ yes បន្ទាប់មកខ្ញុំនឹងធ្វើការលុបទៅលើ folder ដែលយើងបង្កើតដែលជា folder ដើមរបស់យើងខាងលើនេះជា dir1 dir2 ហ្នឹងធ្វើការ remove តោះមកយើងធ្វើការ ls វាមើលទេ sorry ណោះខ្ញុំបើក command line ខុស ls.l វានឹងឃើញថាយើងបានលុបវាហើយលុប file1 file2 និង dir1 dir2 ហើយតោះមកខ្ញុំនឹងធ្វើការ extract file របស់យើងចេញមកហើយយើងប្រើ command line ថា .hvf backup ថា x ហ្នឹងមានន័យថា extract ហើយទៅ v ហ្នឹង verbose s ហ្នឹងមានថា file name យើងធ្វើការ enter មកវានឹងធ្វើការ backup file នៅក្នុងថាចេញមកវានឹងឃើញ folder dir1 dir2 និង file1 file 2ចេញមកវិញហើយខ្ញុំធ្វើការ clear វាសិនមកឲ្យវាញញហើយឥឡូវនេះខ្ញុំនឹងធ្វើការ zip ឲ្យអ្នកនរគ្នាមើលដែលខ្ញុំធ្វើការទៅលើ gzip ដែល gzip ហ្នឹងគឺជា tool សម្រាប់ compress file មានថាវាធ្វើឲ្យ file ហ្នឹងវាមានទំហំកាន់តែទូចហើយទៅវាចំណេញតែវាអត់ combine file ទៅជា file តែមួយដូចជាថាខាងលើទេវាគ្រាន់តែបង្រួម file ហ្នឹងឲ្យវាមានទំហំទូចជាងមុនប៉ុណ្ណោះហើយខ្ញុំប្រើទៅលើ gzip option on file1.txt 2.txt ជាមួយនឹង
year 1 year 2 ខ្ញុំធ្វើការ enter មកបង្ហាញវា ls option .l នោះយើងនឹងឃើញថា file 1 file 2វានឹងទៅជា file 1.txt.gzip gzip ហ្នឹងមានថា gzip ដែលយើងធ្វើការ zip វាពីដំបូងហ្នឹងយើងឃើញអីគឺវាទំហំរបស់វាគឺ30ដូចគ្នាបន្ទាប់មកខ្ញុំធ្វើការ unzip វាវិញយើងប្រើទៅលើ command ជា unzip option .all file 1.txt gzip .gzip file 2.txt .gzip ដូចគ្នាខ្ញុំធ្វើការ enter បន្ទាប់មកខ្ញុំធ្វើការ f option .l វានឹងធ្វើការ unzip ត្រឡប់មកវិញហើយទៅវានឹងឃើញទំហំវាតា000នេះវា copy gzip មកហ្នឹងវាមានទំហំធំជាងហើយទៅ gzip ហ្នឹងវាគឺជា compress file មួយបើចង់ backup ជា file តែបើសិនជាយើងចង់ backup ជា file តែមួយយើងត្រូវប្រើថាជាមួយនឹង gzip ឥឡូវហ្នឹងខ្ញុំនឹងធ្វើការ backup ជាមួយថាសិនខ្ញុំធ្វើការ clear វាសិនខ្ញុំធ្វើការថា cvf ខ្ញុំដាក់ឈ្មោះថា my backup dot ថា file 1 .txt file 2 .txt ហើយនឹង year 1 year 2ខ្ញុំធ្វើការ enter វាមកហើយទៅយើងធ្វើ ls option .l វាមកនោះអ្នកនឹងឃើញថា backup ថាហ្នឹង my backup ថាគឺវាមានទំហំប៉ុនគ្នាព្រោះថាវាគ្រាន់តែកំបាញអញ្ចឹងមានថាទំហំវាគឺនៅប៉ុនគ្នាធម្មតាឥឡូវយើងធ្វើការ compress my backup ថាហ្នឹងដោយប្រើ gzip យើងធ្វើការ gzip វាយើងដាក់ឈ្មោះ my backup dot ថាយើងធ្វើការ f option .l យើងមកឥឡូវហ្នឹងfile my backup dot ថាហ្នឹងវានឹងទៅបដូរទៅជាmy backup dot ថា .gzip នោះអ្នកនឹងឃើញថាទំហំវាគឺទូជាងមុនដោយសារទំហំដើមរបស់វាគឺ10240បន្ទាប់ពីយើង gzip វាហើយវានឹងទំហំវាទូជាងមុនគឺតែ171ទេឥឡូវយើងធ្វើការ clear វាសិនមកហើយទៅយើងធ្វើការចូលទៅចំណុចបន្ទាប់គឺ bzip អ្វីទៅគឺជា bzip ហ្នឹងគឺជា compressor មួយតែទូទៅគេ compress វាបានតូចជាង gzip តែចំណាយពេលយូរបន្តិចចំណាំដូចជា bzip 2មិនអាច compress directory ដែលផ្ទាល់បានទេវាចូលចិត្ត compress file មួយឬក៏ compress a file ឥឡូវយើងធ្វើអនុវត្តផ្ទាល់ឲ្យអ្នកនរគ្នាមើលទៅយើងធ្វើការ bzip 2យើងធ្វើការអនុវត្តទៅលើ file 1 .txt file 2 .txt យើង enter មកយើងធ្វើការ option .l យើងមកនោះអ្នកនឹងឃើញ file 1 file 2របស់យើងហ្នឹងវានឹងប្រែទៅជា file 1 .txt bzip 2នៅខាងចុងបើយើងដើម្បី unzip វាវិញយើងគ្រាន់តែធ្វើការ unzip 2 file 1 .txt bzip 2 file 2 .txt bzip 2យើងធ្វើការ enter មកហើយទៅយើងធ្វើការ clear វាសិនមកហើយទៅយើងធ្វើការបង្ហាញវាដែលយើងប្រើ ls option .l របស់យើងនោះវានឹងឃើញថា file 1 file 2របស់យើងគឺវា unzip ចេញពី bzip 2មកវិញទៅជា file ធម្មតា .txt វិញធម្មតាហើយតោះមកយើងធ្វើការបង្កើតថាម្ដងទៀតដើម្បីយើងធ្វើការ compress ថាដោយប្រើ bzip 2ថា .cvf my backup ថា file 1 .txt
2.txt ហើយនឹង dia1 dia2 ធ្វើការ enter យើងធ្វើការ option.l យើងមកតបមកយើងធ្វើការ b10 ទៅលើ my backup.tar របស់យើងហើយទៅយើងធ្វើការ option.l នោះវានឹងឃើញថា my backup tar ហ្នឹងវាទៅជា b12 ហើយទៅ b12 វាមានទំហំប៉ុនជាមួយនឹង my backup tar g10 ដូចគ្នាតែប៉ុន្តែអាហ្នឹងវាត្រូវមានទំហំទូចជាងជាមួយអា g10 ប៉ុន្តែអានេះគឺខ្ញុំធ្វើមកគឺវាឃើញទំហំប៉ុនគ្នាអាហ្នឹងគឺខ្ញុំអត់ដឹងដែរប៉ុន្តែបើតាមទ្រឹស្ដីគឺពេលពិសេសហើយវាតម្រូវឲ្យទូចជាង g10 ប៉ុន្តែដែលខ្ញុំអនុវត្តគឺវាចេញស្មើគ្នាអាហ្នឹងខ្ញុំអត់ដឹងដែរបន្ទាប់មកគឺយើងធ្វើការ combine បូកជាមួយនឹង compress ដូចក្នុង Windows ហើយយើងប្រើ zip ហើយទៅ zip ហ្នឹងគឺយើងអាច combine បូកជាមួយនឹង compress នៅក្នុង comment តែមួយហើយពេញនិយមនៅក្នុង Windows ដូចជាការ share file ជាដើមឥឡូវយើងធ្វើការ clear សិនមកយើងធ្វើការ zip ទៅលើ my backup.zip ទៅលើ file1.txt file2.txt dia1 dia2 ធ្វើការ enter វាហើយយើងធ្វើការ option.l នោះយើងនឹងឃើញថា file my backup zip របស់យើងគឺមានទំហំ590គឺវាតូចជាង file ដាក់អត់ទាន់ zip backup ថានេះគឺតូចជាងឆ្ងាយតបមកយើងធ្វើការ extract zip របស់យើងចេញមកវិញតែយើងប្រើ zip backup.zip.d unzip យើងធ្វើការ unzip វាមកទាំងអស់មកហើយយើងធ្វើការ add option.l បង្ហាញវាមកនោះវានឹងឃើញfile មួយឈ្មោះថា unzip here ដែលយើងធ្វើការ name ឈ្មោះវាមិននឹងហើយទៅវានឹងឃើញទំហំតូចជាងមុនតូចជាងនេះឆ្ងាយបន្ទាប់មកយើងធ្វើការជាមួយនឹង command line ការ backup ហើយយើងធ្វើការថាបូកជាមួយនឹង bzip ឬក៏ថាបូកជាមួយនឹង gzip យកតែម្ដងយើងធ្វើការនោះយើងនឹងឃើញថា my backup 1.tar.bzip ហ្នឹងគឺវាមានទំហំប៉ិនជាមួយនឹងខាងក្រោមដែលយើងធ្វើការ zip ពីលើនឹងមកដែរបន្ទាប់មកយើងធ្វើការ extract ការ bzip ហ្នឹងបងយើងធ្វើការលុប file និង folder ដើម្បីសាកល្បង extract វាយើងធ្វើការលុប file YouTube លុបទៅលើ folder file1.txt file2.txt ធ្វើការ clear សិនមកនោះ file យើងបានលុបមិញគឺវាបានសម្រាប់អីគឺវាអត់ឃើញនៅលើនេះទេតបមកយើងធ្វើការ extract file ដែលយើងបានលុបមិញហ្នឹងចឹងថាយើង extract ចេញពី my backup 1.tar.bzip ហ្នឹងបានអត់យើងធ្វើការថា hjvf my backup 1.tar.bzip យើងធ្វើការ option.l វាមកនោះវានឹងឃើញថាយើងធ្វើការ backup folder d1 d2 ជាមួយនឹង file 1 file 2ហ្នឹងចេញពី my backup 1 tab bzip យើងបានសម្រាប់អីបន្ទាប់មកខ្ញុំធ្វើការ combine វាជាមួយនឹង gzip ម្ដង sorry អ្នកនរគ្នាដែលខ្ញុំ
màខ្ញុំចេះតែនិយាយថាអ្នកនរគ្នាច្រឡំហីកុំឲ្យអ្នកនរគ្នាច្រឡំគឺថាហ្នឹងគឺជា command line ដែលវាមានមុខងារ combine file ឬក៏ folder អញ្ចឹងទៅតោះមកយើងធ្វើការ combine ជាមួយនឹង gzip ថា c zf my backup to .tgz ដោយសិតហ្នឹងមានន័យថា gzip ហើយទៅtg ហ្នឹងមានន័យថា .gzip ដោយសារតែខ្ញុំខ្ជិលសរសេរពេញខ្ញុំសរសេរកាត់ចឹងមកទៅដើម្បីចំណេញពេលវេលា file1.txt file2.txt ជាមួយនឹង folder year1 year2 តោះមកយើងធ្វើការ option .l យើងដើម្បីបង្ហាញវាចេញមកនោះអ្នកនរគ្នានឹងឃើញ my backup to ដល់ថា gzip មានទំហំតែ158ទេតោះមកខ្ញុំនឹងធ្វើការលុបហើយនឹងធ្វើការ extract វាសាកល្បងមើលឥឡូវខ្ញុំធ្វើការ clear វាសិនខ្ញុំធ្វើការ remove ទៅលើ folder year1 year2 remove ទៅលើ file1.txt file2.txt ហើយធ្វើការ clear វាoption .l នោះវានឹងឃើញថាយើងនឹងបានថយបាត់ file1 file 2 d1 d2 ចេញឥឡូវខ្ញុំធ្វើការ extract file នឹង folder ហ្នឹងចេញពី my backup.tgz ហ្នឹងធ្វើការ extract វាចេញមកនោះវានឹងឃើញថាយើងធ្វើការ extract វាចេញពីនឹងបានសម្រាប់ចេះវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេដោយសរុបមកខ្ញុំធ្វើការបញ្យល់ទៅលើថានឹងស្មើនឹង combine ហើយទៅ gzip bzip2 ហ្នឹងស្មើនឹង compress zip ស្មើនឹង combine បូកជាមួយនឹង compress backup ទៅលើ server អាហ្នឹងគឺវាពេញនិយមបំផុតគឺទៅលើថា .gzip ជាមួយនឹងថា .bzip2 ជាដើមបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តទៅលើវីដេអូនេះឬក៏គិតថាវាមានប្រយោជន៍សម្រាប់អ្នកនរគ្នាសូមអ្នកនរគ្នាកុំភ្លេចចុច like ហើយជាមួយនឹង share ជាមួយនឹង subscribe កុំភ្លេចចុចសញ្ញាកណ្ដឹងផងជាចុងក្រោយអរគុណច្រើនអ្នកនរគ្នាបាយបាយ